ច្បាច់យកនៅសំណេររបស់លោកបណ្ឌិតមាសនេះដែលគាត់សរសេរលើបណ្ដាញសង្គមផ្លូវការរបស់គាត់សរសេរចេះជាការចាប់អារម្មណ៍ជាសំណេរដែលគួរឲ្យចាប់អារម្មណ៍គាត់សរសេរថាគណៈដែលសន្តាប់ធ្នាប់ពិភពលោកកំពុងតែផុយស្រួយក្រៅពីកិច្ចការទូតដ៏ប្រុងប្រយ័ត្នកម្ពុជាគួរបង្កើនល្បឿននៅក្នុងការពង្រឹងសមត្ថភាពខាងសេដ្ឋកិច្ចនិងយោធាតាមរយៈការធ្វើកំណែតម្រង់ស៊ីជម្រៅជាជាងបន្តធ្វើខ្លួនកំសត់ឲ្យគេអាណិតជាសំណេរដែលខ្ញុំគិតថាជាសំណេរដែលគួរឲ្យចាប់អារម្មណ៍ក៏ប៉ុន្តែអ្វីដែលសំខាន់សំណួរសួរថាតើកម្ពុជាធ្វើកំណែតម្រង់ស៊ីជម្រៅដោយរបៀបណាធ្វើម៉េចខណៈដែលការដឹកនាំរបស់លោកហ៊ុនម៉ាណែតទទួលមរតកគេតំណែងជាតំណែងនាយករដ្ឋមន្ត្រីពីឪពុកมันអាចមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាសង្គមដោះស្រាយបញ្ហាព្រំដែនដោះស្រាយបញ្ហាពលរដ្ឋថាតើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងអាចធ្វើកំណែតម្រង់ស៊ីជម្រៅដោយរបៀបណាដើម្បីធ្វើម៉េចឲ្យកម្ពុជាមានភាពស៊ាំទៅនឹងការប្រែប្រួលសម្ដាប់ធ្នាប់ពិភពលោកមានកម្លាំងនៅក្នុងការការពារបូរណភាពទឹកដីណាហើយក៏មានលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាកាពះរបស់ពលរដ្ឋឆ្នាំងបាយរបស់ពលរដ្ឋសំណួរសួរថាតើកម្ពុជាអាចធ្វើកំណែតម្រង់ស៊ីជម្រៅដោយរបៀបណាខណៈដែលយើងមានមេដឹកនាំដែលអត់មានសមត្ថភាពណាបងប្អូនឃើញហើយថាយើងវាស់វែងបានមិនមែនជាការចោទប្រកាន់ទេប៉ុន្តែយើងវាស់វែងទៅតាមលទ្ធផលដែលលោកហ៊ុនម៉ាណែតធ្វើជានាយករដ្ឋមន្ត្រីរយៈពេលជិត3ឆ្នាំ2ឆ្នាំជាងកន្លងមកនេះតើលោកហ៊ុនម៉ាណែតអាចដោះស្រាយបញ្ហាសង្គមអីបានខ្លះគណៈរដ្ឋមន្ត្រីរបស់ខ្លួនដែលសិតតែជាយុវជនចំនួនថ្មីណាទទួលមរតកនយោបាយពីឪពុកជារដ្ឋមន្ត្រីរបស់ក្រសួងណាកូនឡើងរដ្ឋមន្ត្រីក្រសួងនោះតើគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតនឹងដោះស្រាយបញ្ហាអីខ្លះការពារបូរណភាពទឹកដីបានដែរទេអានេះជាអ្វីដែលខ្ញុំនឹងលើកយកនៅឫសគល់មួយចំនួនថាតើហេតុអីបានជារដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជនយើងនិយាយឲ្យរួមចេះទៅព្រោះសិតតែជាគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតសិតតែជាគណៈរដ្ឋមន្ត្រីដែលចេញមកពីកូនចៅរបស់ថ្នាក់ដឹកនាំគណៈបព្វជិជនថាតើហេតុអីបានជាយើងអត់ជឿថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនអាចធ្វើកំណែសម្រង់ស៊ីជម្រៅវាមានឫសគល់ពីរធំឫសគល់ទី1ណានៅកម្ពុជាបងប្អូនដឹងហើយនៅក្នុងប្រវត្តិសាស្ត្រសម័យថ្មីហ្នឹងក្រមលោកហ៊ុនសែនហេងសំរិនជាស៊ីមហេងសំរិនហ៊ុនសែនសម័យនោះគេហៅសម័យរដ្ឋកម្ពុជាឬក៏កម្ពុជាប្រជាមានិតកម្ពុជានោះជាអ្នកដែលតស៊ូដោយកម្លាំងប្រដាប់អាវុធនៅក្នុងការរំដោះទឹកដីពីសម័យខ្មែរក្រហមហើយក៏ត្រូវបានអ្នកស្រាវជ្រាវអ្នកប្រវត្តិសាស្ត្រពីលោកខាងលិចហ្នឹងអត់ជឿថាជាក្រុមមួយដែលមានលទ្ធភាពនៅក្នុងការរំដោះពលរដ្ឋទេទោះបីជាអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនព្យាយាមនៅក្នុងការ claim នៅក្នុងការបង្ហាញទៅពិភពលោកថាខ្លួនគឺជាមនុស្សដែលតែម្នាក់គត់ដែលចូលរួមជាមនុស្សតែម្នាក់គត់ដែលរំដោះកម្ពុជាចេញពីសម័យខ្មែរក្រហមរហូតដល់មានការតែងនិពន្ធរឿងកូនប្រុសក្រោមពន្លឺប្រច័ណ្ឌឲ្យប្រុសអញ្ចឹងហើយក្រុមមេដឹកនាំទាំងនោះបាទក្រុមមេដឹកនាំទាំងអស់ដែលតស៊ូនៅក្នុងសម័យឆ្នាំ1979ដែលមានវៀតណាមនៅពេលក្រោយនោះទទួលបានជោគជ័យហើយនៅក្នុងផ្នត់គំនិតរបស់ពួកគាត់នោះជាពិសេសនៅក្នុងផ្នត់គំនិតរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងគឺកម្ពុជាគឺជាជ័យភ័ណ្ឌរបស់ក្រុមគ្រួសាររបស់អ្នកតស៊ូទាំងអស់នោះអញ្ចឹងកម្ពុជាមិនមែនជាប្រទេសមួយដែល
ai cướp kia từ tua ban phò phải giỏi đòi sang một phía thế ai ở đây đây song khăn nó cứ dương trâu song kết từ ngõ kia thà ta mà đòi bên đi nông chất rồi bọ nặng đặc non rồi bọ nạp bạc bị trốn bàn cất thà Campuchia cứ chia bật tê đại miền ai cái riêng bồ nạp hiệp tức đây hai rồi nào rứa còn nấu cất thà Campuchia nấu tại chia chơi phòn rồi bọ còng bọ phụ quạt đại prang to su nó nông ca tại đào vô bị khai cả hò máu hai còi máu có riệp trong Rajana sum pon đặc non đại miền Việt Nam ở bên còi nộp pe đại phụ quạt sum núa nó nông chấm lấy ní xua thật tá nộp pe đại phụ quạt cất bát nữa này miền ở vậy cả là ở vậy để trongสังเกตขนมนิ่มจีเนี่ยตามนานแบบนี้นกเป้ได้กัมพูชีตระบานจับตกถ่ายเชยญี่ปุ่นแบบนี้ดมนอสไลกากายตมรงซีจมรูดมใบเธอไม่ถึงเนียไอ้บานพอลประยอยตลอดปรอดนั่นคืออดเมียนเด้อดเมียนเด้ผู้ให้ได้บานอดเมียนโดยซาแต่ราชนาสมพรนกขนมการดักนอมแบบนี้คือจีประเภทราชนาสมพรได้อ่านนกครูนี่ใช่ไหมได้มาดอปัจจุบันนี่คือปลาเปียมวยคือหาวท้าเชียประเภทในการดักน้อมอันช่วยไอ้ช่วยอันทลบต่อสู้เมียนประวัติต่อสู้มอยจมวยขณีจังให้ก็อ่านครูไอ้ขณีเต้าฉบับก็ปลาจมวยนังกรมไม่ดักน้อมทั้งอ่อนหัวบ้านได้เหล่านี้ยังเคยทำมนุษย์จำนวนมุนระบบกระดาษปฏิจจนะนกนองพนอดกบเนิดนะบันตุกมรดกในการดักน้อมนโยบายมรดกโกนเจ้าจำนวนกรอยระบบโอเคคือจีการเตมรดกนโยบายเมาส์นโยบายมันไตรคนมันไหนได้เมียนกันนะรอดมันไตรขนมนั่งยังเคยไงถ้ากระทรวงมหาดไตคือโกนโปรนะหลกซอเข่งชมวซอสขาจีรอดมันไตรกระทรวงมหาดไตแต่ปกใจเอาไว้เมียนโกนโปรหลกเตียบังเตียใส่หารอดมันไตรกระทรวงการพิจิตให้นังเมียนโกนเนี่ยเสียงเทียจ้านะสมัยเจโกนรอดมันไตรให้มาทั่วรอดมันไตรกิจใจดำนายเนี่ยตามกระทรวงกิจใจเนี่ยดำนายเนี่ยตามกระทรวงปัจจัยนเปได้นะนเปได้มนุษย์จุ่มนอนทำไมต่างอ่อนนี่หมอดักนอมรอทาพิบ้ายังเคยทำโมรดอต่างอ่อนนู้นเนาแต่บรรโตเตมาโกนเตมากรมครัวซาคณะได้สถานพิบนโยบายในขนมพิภพโลกให้นั่งสำดับนอบระบบพิภพโลกกับปงเมกาปลายปลุกยังเคยให้ทำอะไรจงกรอยนิตรามบานบางหายตัวพิภพโลกใช่ปะนะถ้าพิภพโลกคือเชี่ยพิภพโลกได้แรงเมียนสำดับนอบแรงเมียนกากรบฉบับที่ไหนจีไปพบโลกได้บังหายท้าเนะครั้งเมียนอติพลเนะครั้งเมียนอำนาจอาเก็บสังกัดเนะสายบานสมนุสัวในบางวงกระโจสมนุสัวถ้าตรามให้ได้บานมันเฮียนสำรวจปูตินให้ได้บานเมียนมันเฮียนสำรวจจันให้ได้บานมันสำเฮียนสำรวจโคเรขังเชิงโดยสายแต่ประเทศทั้งอ้อทุกครั้งได้ขณะได้ตรามเฮียนสำรวจสากลมรบโดยสายแต่เหมือนยาจงกรอยนี่ยังเคยเนี่ยนาโต้เจเราบานตรามเมืองนี้ถ้าเชี่ยสถาบันมวยได้อดไม่ประสิทธิภาพมันอาจการเพียอีกการบานจะดามหลังนั่นแหละดังนั้นอันนี้เชี่ยการเป็นเชี่ยปรับตัวพิภพโลกท้าบ่คล้วนเหมือนคลังเต้วิคมีนแต่นาออยดำลายยังเต้นกน้องการในระบบประเทศกัมพูชีโดยเฉลี่ยมาดอลเป็นนี่ยืงตึงแบบเนี้ยคล้วนแต่ตายืงกูแต่ปังเริงเศรษฐกิจกูแต่ปังเริงดิเตรอดกูแต่ปังเริงสมาร์ทพีบโยเทียนกน้องกาปีโบราณพีบตึกได้นกน้องกาปีคล้วนขณะใดปีสำหรับพนอพิภพโลกกับปงอเมริกาปลายโปรปัญหาสำหรับชมเชื่อท่านกน้องคณะใดรัฐพิบาลดักนอมโดยหลวงคนมันไหนจีบเสรัฐพิบาลดักนอมโดยคณะปรับจนนี่มันเมียนรัฐพีบนกน้องกาทั่วกับนายตุ่มรงซีจุ่มดาวลายให้ได้บานเชียชมสังเกตเคยแบบนี้สำหรับชมอดชื่อที่อันนี้ชลายอ่อยตรังเต้าคือท่าไอ้ทั่วกับนายตุ่มรงซีจุ่มดาวไอ้ทั่วอ่อยกัมพูชีเชียนดอลกาเปียคลุนแต่คลุนไอ้บ้านปังเริงสมาร์ทพีบโยเทียบ้านกับนายตุ่มรงซาเทียรณะบ้านลูกตราแต่
កម្ពុជាដឹកនាំដោយរដ្ឋាភិបាលដែលមិនមកពីគណៈបព្វជិជនព្រោះឥឡូវនឹងសម្ព័ន្ធនៃការចងសម្ព័ន្ធចាក់ស្រេះនៅក្នុងចំណោមគណៈបព្វជិជនហ្នឹងបានធ្វើឲ្យមនុស្សដែលជាមនុស្សសំខាន់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតហ្នឹងអត់មានលទ្ធភាពនៅក្នុងការរើចេញពីប្រព័ន្ធនយោបាយចាស់ដែលបន្សល់ទុកពីឪពុកម្ដាយរបស់ខ្លួនទេបងប្អូនសង្កេតមើលចេះកុំទាន់ជឿខ្ញុំបងប្អូនសង្កេតមើលឃើញថាគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតទី1គឺខ្លាចមុខខ្លាចក្រោយមិនហ៊ានដើរចេញអំពីនយោបាយដែលបន្សល់ទុកពីឪពុករបស់ខ្លួនទេណារឿងរ៉ាវធំហ្នឹងឪនៅចេញមុខឥឡូវទេកូននឹងបានតែណាផ្សំថែមលបោយពីខាងក្រោយទៅប៉ុណ្្នឹងឯងឲ្យថាកូននឹងលះចេញមកនៅក្នុងការសម្រេចចិត្តកាត់ណាវះកាត់អីភ្លាមហ្នឹងគឺទៅអត់រួចទេទី1ហ្នឹងគឺខ្លួនហ្នឹងគឺមានន័យថាខ្ញុំអានេះនិយាយរបៀបតាមធម្មជាតិថាធម្មជាតិរបស់លោកហ៊ុនម៉ាណែតនេះកើតមកមិនមែនជាធម្មជាតិនៃមេដឹកនាំទេលោកហ៊ុនម៉ាណែតបើថាសមហ្នឹងគឺត្រឹមមេតបអីសមហើយព្រោះតាំងពីអេរយាប័តតាំងពីបុគ្គលិកលក្ខណៈតាំងពីពាក្យសម្ដីហ្នឹងវាអត់មានអីតាក់ទាញទេខុសពីឪពុកអានេះយើងនិយាយចឹងទៅឪពុកហ្នឹងទោះបីអ្នកណាស្អប់ហ៊ុនសែនក៏ដោយប៉ុន្តែតែគឺលឺហ៊ុនសែននិយាយអីគឺបើកស្ដាប់សិនហើយស្ដាប់ទាំងខឹងស្ដាប់ទាំងមួម៉ៅស្ដាប់ទាំងស្អប់ស្ដាប់ទាំងអស់សំណើចស្ដាប់សិនក៏ប៉ុន្តែលោកហ៊ុនម៉ាណែតនេះតាំងពីឡើងមកខ្ញុំស្ដាប់មិនដែលចប់ទេសន្តរកថារបស់ហ៊ុនម៉ាណែតវាអត់មានអីតាក់ទាញទាល់តែសោះអាបុគ្គលិកលក្ខណៈជាមេដឹកនាំបែបនេះហើយទន្ទឹមនឹងខ្លួនឯងមិនមានលទ្ធភាពនៅក្នុងការដើរចេញពីនយោបាយចាស់ផ្ដួចផ្ដើមនៅគំនិតបែបថ្មីនយោបាយថ្មីផងវាធ្វើឲ្យគណៈរដ្ឋមន្ត្រីរបស់ខ្លួននឹងមើលទៅនឹងដូចជាអាយ៉ងរបស់មនុស្សចំនួនចាស់ចឹងអាហ្នឹងទី1ទី2យើងឃើញចេះយើងឃើញថាគណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតរួមទាំងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតផងណាជាប្រភេទក្រុមមនុស្សដែលធំធាត់នៅក្នុងគ្រួសារដែលស្ដុកស្ដម្ភណាមិនមានសន្តានចិត្តជាមួយអ្នកក្រប្រហែលទេអត់យល់ថាជីវិតរបៀបរបបរស់នៅរបស់អ្នកក្រត្រូវបានគេរំលោភបំពានត្រូវបានគេមើលងាយរព្រឹកខ្វះល្ងាចរល្ងាចខ្វះព្រឹកហ្នឹងគឺមិនស្គាល់រសជាតិហ្នឹងទេខុសពីសម័យឪពុកទោះបីជាខ្លួនមកដល់ពេលនេះរស់នៅតាមរបៀបសក្តិភូមិណាមានអ្នកលុតជង្គង់លើកទឹកឲ្យក៏ដោយក៏ប៉ុន្តែយ៉ាងហោចណាស់ក៏ចំនួនឪពុកហ្នឹងស្គាល់រសជាតិថាអាចរសជាតិក្នុងនាមជាអ្នកស្រែក្នុងនាមជាអ្នកអត់ត្រូវបានគេប្រមាថមើលងាយហ្នឹងវាមានរសជាតិបែបណាខុសពីចំនួនកូនហើយដូច្នេះហើយបានយើងឃើញហើយថាបញ្ហារបស់អ្នកក្ររដ្ឋាភិបាលហ៊ុនម៉ាណែតមិនដែលចង់ដោះស្រាយទេយើងមើលក្រសួងកសិកម្មនៅពេលដែលស្រូវធ្លាក់ថ្លៃព្យាយាមតែបកស្រាយអត់មានដោះស្រាយបានទេណាខុសពីសម័យឪពុកទោះបីជាជំនាន់ហ្នឹងមិនបានរៀនសូត្រអីច្រើនក៏ដោយប៉ុន្តែនៅពេលដែលកសិករជួបបញ្ហាខ្លួនដែលធ្លាប់កើតមកនៅក្នុងគ្រួសារកសិករហ្នឹងក៏មានអារម្មណ៍ស្តៀងនឹងដែរខុសពីគណៈរដ្ឋមន្ត្រីរបស់ហ៊ុនម៉ាណែតដែលធំធាត់នៅក្នុងគ្រួសារស្ដុកស្ដម្ភមានអ្នកបម្រើឆ្វេងស្ដាំទៅសំដែងនៅវាស្រែភ្ជួរគោយន្តអីចឹងទៅណាចូលទៅជន់ស្រូវអ្នកស្រុកអី3 4 5ជើងចឹងទៅមកវិញលាងដៃងូតទឹកក្តៅផឹកស្រាក្រហមហើយគេគិតថាហ្នឹងគេបំពេញតួនាទីក្នុងនាមជារដ្ឋមន្ត្រីក្នុងនាមជារដ្ឋលេខាធិការហើយណាចំណុចទី3គណៈរដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតឬក៏មនុស្សចំនួនថ្មីក៏គណៈបព្វជិជនហ្នឹងចាត់ទុកតំណែងដែលកំពុងតែអង្គុយនៅក្នុងការដឹកនាំក្រសួងដឹកនាំតួនាទីជានាយករដ្ឋមន្ត្រីហ្នឹងគឺជាអំណោយមិនមែនជាការប្រឹងប្រែងតស៊ូមានប្រវត្តិការងារមានបទពិសោធន៍ការងារអីទេនេះគឺជាអំណោយជាគេរបស់ឪពុកម្ដាយចែកឲ្យទេហើយនៅពេលដែលអានឹងចាត់ទុកជាគេតំណែងរបស់ឪពុកម្ដាយខ្លួនហ្នឹងក៏មិនសូវជាខ្វល់អីនឹងតំណែងនឹងប្រមាណដែរគិតថាទោះបីជាមានបញ្ហាអីក៏អញការពារដែរមានអាណាហ៊ានអញចង់ដោះស្រាយក៏ដោះស្រាយមិនចង់ទៅក៏មិនទៅឃើញ
ដូច្នេះហើយនៅពេលដែលគណៈរដ្ឋមន្ត្រីដែលដឹកនាំក្បាលម៉ាស៊ីនរដ្ឋមួយដែលមានអារម្មណ៍បែបហ្នឹងអ្នករងគ្រោះបំផុតគឺពលរដ្ឋអ្នករងគ្រោះបំផុតគឺពលរដ្ឋចំណុចមួយទៀតណាតែបងប្អូនឃើញហើយថាមូលហេតុសំខាន់ដែលខ្ញុំអត់ជឿថាគណៈរដ្ឋមន្ត្រីឬក៏ការក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតនេះអាចមានសមត្ថភាពនៅក្នុងការធ្វើកំណែសម្រុងស៊ីជម្រៅបានណាគឺទី1ក្រុមគណៈរដ្ឋមន្ត្រីរបស់ខ្លួននឹងសិតតែសាច់ញាតិបងប្អូនមិត្តភ័ក្តិកូនចៅរបស់មិត្តភ័ក្តិឪពុកកាត់ត្រង់នេះប៉ះត្រង់នោះកាត់ត្រង់នោះប៉ះត្រង់នេះអត់អាចដោះស្រាយបញ្ហាបានទាំងអស់អញ្ចឹងសួរថាតើធ្វើម៉េចដើម្បីកែតម្រង់ស៊ីជម្រៅឲ្យកម្ពុជាខ្លាំងឡើងវិញមានសមត្ថភាពនៅក្នុងការការពារខ្លួនមានសមត្ថភាពនៅក្នុងការដណ្ដើមយកទឹកដីដែលខ្លួនបាត់បង់ទៅថៃមកវិញវាមានតែដូរគណៈរដ្ឋមន្ត្រីនឹងចេញហើយខ្ញុំអត់ជឿទេថាគណៈរដ្ឋមន្ត្រីដែលឬក៏រដ្ឋាភិបាលដែលដឹកនាំដោយគណៈបព្វជិជននេះអាចមានសមត្ថភាពនៅក្នុងការដោះស្រាយឬក៏ក្នុងការធ្វើកំណែតម្រង់ស៊ីជម្រៅណាឃើញបង្កើតគណៈកម្មការកំណែតម្រង់សាធារណៈអីណាតែមិនចេញថ្មីហ្នឹងទេគ្មានអីខុសពីអង្គភាពប្រឆាំងពើពុករលួយទេបើកើតមកហ្នឹងគឺសម្រាប់តែចាត់ការទៅលើតែមន្ត្រីណាតូចតាចពុករលួយតិចតួចហ្នឹងអាធំអត់ទេណាហើយទី2ហ្នឹងគឺតួនាទីនៅក្នុងការធ្ពុះសង្កត់កណាអ្នកដឹកនាំឬក៏សង្កត់កថ្នាក់ដឹកនាំតូចតាចនៅក្រោមជាពិសេសហ្នឹងគឺចាប់ពីប្រធានមន្ត្រីចវាយខេត្តរងហ្នឹងគឺឲ្យតែអ្នកណាប្រកាសទ្រព្យសម្បត្តិហ្នឹងជាប់តពួកទៅទាំងអស់ហ្នឹងមានស្អីហ៊ានគេចោទថ្ងៃណាក៏បានដែរសិនតែបង្កើតកំហុសហ្នឹងមន្ត្រីរាជការណាដែលអត់មានកំហុសនៅពេលបច្ចុប្បន្នហ្នឹងបើមិនពាក់ព័ន្ធនឹងអំពើពុករលួយទេក៏មានកំហុសនេះកំហុសនោះដែរហើយបើសិនជាក្នុងករណីយន្តការរដ្ឋបាលប្រើអំបានទេប្រើអង្គភាពប្រឆាំងពើពុករលួយចាប់ក្រឹបក៏ប៉ុន្តែយើងមើលសន្ទុះទៅមើលបន្ទុករបស់កម្ពុជានៅក្នុងកម្រិតអន្តរជាតិទៅពុករលួយហ្នឹងឡើងលេខរហូតឡើងលេខទៅឡើងលេខទៅក្រោមទៅរកបាតតារាងតាំងពីនីតិរដ្ឋតាំងពីអំពើពុករលួយនៅពេញហ្នឹងទាំងអស់ទេសម្រាប់បងប្អូនណាដែលនៅជឿថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅមានឱកាសនៅក្នុងការធ្វើកំណែតម្រង់ស៊ីជម្រៅអាហ្នឹងខ្ញុំអត់បញ្ហាទេខ្ញុំគោរពលើការសម្រេចចិត្តក្នុងគោរពលើការគិតរបស់បុគ្គលម្នាក់ប៉ុន្តែសម្រាប់ខ្ញុំអត់ជឿទេខ្ញុំជឿតែម្យ៉ាងគត់គឺទាល់តែរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកផ្សេងដែលមិនមែនមកពីគណៈបកប្រជាជនប៉ុន្តែធ្វើម៉េចឲ្យបានទៅដឹកនាំហ្នឹងអាហ្នឹងជារឿងផងអ្នកនយោបាយទៀតហើយថាតើអ្នកនយោបាយមកពីគណៈបកផ្សេងហ្នឹងមានសមត្ថភាពនៅក្នុងការទៅប្រកួតប្រជែងដើម្បីដណ្ដើមអំណាចពីគណៈបកប្រជាជនដែរទេអានេះជារឿងមួយផ្សេងយើងគ្រាន់តែសម្រាប់ខ្ញុំគ្រាន់តែបង្ហាញទេថាបើសិនជាអ្នកបងប្អូនខ្មែរយើងនៅជឿថាហ៊ុនម៉ាណែតរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដឹកនាំដោយគណៈបព្វជិជននេះនឹងអាចដណ្ដើមយកទឹកដីមកវិញនឹងអាចដោះស្រាយបញ្ហាអំពើពុករលួយអាចទប់ស្កាត់គ្រឿងញៀនកុំឲ្យវារីករាលដាលនៅក្នុងភូមិឥឡូវហ្នឹងគ្រឿងញៀនហ្នឹងចូលដល់ក្នុងភូមិចូលដល់ក្នុងវត្តចូលដល់ក្នុងផ្ទះទៅហើយតែបើបងប្អូននៅជឿថារដ្ឋាភិបាលហ៊ុនម៉ាណែតនៅដោះស្រាយបញ្ហាបានអាហ្នឹងអាណត្តិក្រោយបោះឆ្នោតទៅទៀតទៅហើយនាំគ្នាអួតចឹងទៅណានាំគ្នាអួតចឹងទៅប៉ុន្តែខ្ញុំមើលទៅដូចជាបើសិនជាមិនមានគណៈរដ្ឋមន្ត្រីថ្មីមកពីគណៈបកណាផ្សេងទេខ្ញុំថាគ្មានឱកាសនៅក្នុងការកំណែតម្រង់ស៊ីជម្រៅទេហើយរដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណៈបកផ្សេងហ្នឹងមិនដឹងថាមកហ្នឹងមកយ៉ាងម៉េចទៅទៀតវាអភ័ព្វចឹងណាអានេះគឺជាកម្មរបស់ប្រទេសកម្ពុជាជាកម្មហ្នឹងប៉ុន្តែយ៉ាងហើយណាបើសិនជាមានការរៀបចំការបោះឆ្នោតដីសេរីនិងយុត្តិធម៌ណាបង្កើតឱកាសឲ្យបញ្ញវន្តមានឱកាសចូលរួមដឹកនាំ
nó không sự thà ban rót ở nâng chồng chưa thà Campuchia dạng hỏi nó có chập đào mà vậy để thay đấy phần là lâu ní ót đấy bao nhiêu quan trâu ban cái kịch chặt tục tại chia sẻ trâu rồi bọn này là vô bài tăng vì sớm mai đào mà cùng Campuchia ní cứ sầm lần bao nhiêu quan mình men trong flow loประมาณ đấy ta còn bao chiên côn á như rương này bao nhiêu quan đấy bao nhiêu quan chui trò côn á như năng mày vậy chui trò á như năng mày thế được chứ này hay tẹt tông từ nâng ở vây đây nhá tu sanh nạ rồi bỏ khởi nhà miền cà tu cà chào bà róm hay chỉ biết trong bàn quote tranh pi Facebook lồng đất miền ní thế đại tha lâu nâng nằm nạ ca đây pi phốp lô cầm pong tại miền cà prai pruol cầm pongจะ start នៅក្នុងស្ថានភាពផុយស្រួយហើយការធ្វើកិច្ចការងារទូតណាក៏ក្លែងមានប្រសិទ្ធភាពយន្តការច្បាប់ផ្សេងរបស់ពិភពលោកក៏ត្រូវបានគេមើលរំលងគេមិនសូវខ្វល់តែយើងឃើញយន្តការនៅក្នុងការប្រើប្រាស់ដើម្បីទាមទារទឹកដីរបស់កម្ពុជាតាមរយៈយន្តការការទូតវាមានបានប្រសិទ្ធភាពអីឥឡូវហ្នឹងប្តឹងទៅ ICJ ហ្នឹងក៏មិនដឹងថាប្តឹងឬមិនប្តឹងទៅពឹងគេក៏កលែងជួយអាគេឈ្មោះខ្លួនឯងក៏ស្រូវច្រើនវាអត់មានទៅរួចទេវាមានទៅរួចទេដូច្នេះអាការធ្វើកំណែសម្រុងស៊ីជំរឿលើមុនគេឃើញអភិក្រមអីណាវះកាត់ឆ្លោះកញ្ចក់ងូតទឹកអីណានោះអាហ្នឹងនិយាយតែព្រោះទេបកកើតសភាសិទ្ធតែងចម្រៀងអញ្ចឹងទៅឲ្យតែព្រោះទេប៉ុន្តែបញ្ហាហ្នឹងនៅហ្នឹងអានេះដូចច្រៀងឲ្យអ្នកជំងឺស្ដាប់អញ្ចឹងឲ្យគិតថាព្យាបាលជំងឺនឹងបានអញ្ចឹងណាមេដឹកនាំកម្ពុជារាល់ថ្ងៃដូចគ្នាអញ្ចឹងប៉ុន្តែខ្ញុំដូចមានអារម្មណ៍បើយើងមើលប្រវត្តិសាស្ត្របងប្អូនណាមើលប្រវត្តិសាស្ត្រសម័យចុងសម័យសង្គមរាស្ត្រនិយមសម្ដេចព្រះនរោត្តមសីហនុចាប់ផ្ដើមចេញច្រៀងចាប់ផ្ដើមចេញថតកុនចាប់ផ្ដើមណាដែលសម័យនោះគេហៅថាព្រះអង្គជាព្រះមហាក្សត្រនឹងចេញច្រៀងដើម្បីបំពេមហាអំណាចប៉ុន្តែដល់មកដល់ចុងសម័យដៃជោនេះចុងសម័យដឹកនាំដោយគណៈបព្វជិជននេះហាក់ដូចជាមិនចេញច្រៀងទេក៏ប៉ុន្តែចូលចិត្តតែងចម្រៀងចាក់ចម្រៀងអីចឹងទៅទោះបីនៅក្នុងកលៈទេសៈដែលទឹកដីកម្ពុជាត្រូវបានគេរំលោភបំពានឈ្លានពានពីសំណាក់ពីប្រទេសថៃហ្នឹងក៏ក្នុងเพจរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងនៅអាចចាក់ចម្រៀងបានចឹងហ្នឹងដូចជាឲ្យសញ្ញាណណាមួយថាជាអាចថាជាសញ្ញាណនៃចុងបញ្ចប់នៃរបបដឹកនាំបែបហ្នឹងក៏យើងមិនដឹងព្រោះកាលសម័យចុងសម័យសែននោះគឺក្រោយតែពីច្រៀងហើយទៅគឺមានការផ្លាស់ប្ដូររបបដឹកនាំតែម្ដងអាចាំសង្កេតមើលទាំងអស់គ្នាប៉ុន្តែត្រឡប់មកសរុបមកវិញថាសម្រាប់ខ្ញុំក្នុងនាមជាអ្នកតាមដានកិច្ចការងារសង្គមនយោបាយម្នាក់មកដល់ពេលនេះគឺខ្ញុំអត់ជឿថារដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនជាពិសេសហើយខ្ញុំជឿថាក្នុងគណៈរដ្ឋមន្ត្រីហ្នឹងប្រហែលជាអាចមានអ្នកចេះមានអ្នកបកកែប៉ុន្តែគណៈម្នាក់មិនហ៊ានលូតឲ្យលើសលោកហ៊ុនម៉ាណែតទេព្រោះតែលូតលើសហ្នឹងគឺដឹងថាត្រូវបានគេព្រួតក្តិចត្រួយយកមកស្លកកោហើយចឹងហើយម្នាក់ហ្នឹងអ្នកខ្លះបកកែមិនក៏ដោយព្រោះមិនប្រកាសថាកូនអ្នកធំហ្នឹងគេខ្សោយណាហ្នឹងខ្ញុំមិនធ្វើការសន្និដ្ឋានបែបហ្នឹងទេវាមានកូនអ្នកធំអីគេរៀនបកកែគេដឹកនាំបកកែដែរប៉ុន្តែគេមិនហ៊ានរះខ្ពស់ជាងហ៊ុនម៉ាណែតទេដោយសារតែគេខ្លាចចឹងគេខ្លាចអំណាចចឹងគេចែកតួនាទីគ្នាស្រេចចឹងកូនរដ្ឋមន្ត្រីធ្វើរដ្ឋមន្ត្រីកូននាយករដ្ឋមន្ត្រីធ្វើនាយករដ្ឋមន្ត្រីក៏មកជន់គ្នាណាក៏ប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺខ្ញុំអត់មានជំនឿថារដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនម៉ាណែតជាពិសេសដឹកនាំដោយគណៈបព្វជិជននឹងមានលទ្ធភាពនៅក្នុងការធ្វើកំណែតម្រង់ស៊ីជម្រៅដើម្បីឲ្យកម្ពុជាមានភាពស៊ាំនិងខ្លាំងនៅក្នុងការពារបូរណភាពទឹកដីបានទៀតទេ